ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC ដែលខ្ញុំដកស្រង់មកនេះប៉ុន្តែសារព័ត៌មានជាច្រើនបានរាយការណ៍ផងដែរគឺខាងសហរដ្ឋអាមេរិកបានយោធាសហរដ្ឋអាមេរិកបានឡើងទៅលើនាវាដឹកប្រេងទី2ដែលបានរត់គេចចេញពីការហៅព័ទ្ធរបស់សហរដ្ឋអាមេរិកនៅក្នុងសមុទ្រការីអ៊ីបនៅដល់ពេលដែលសហរដ្ឋអាមេរិកព័ទ្ធប្រទេសវេណេស៊ុយអេឡាបាននេះជាវីដេអូអំពីការឡើងលើនាវាហ្នឹងបាទហើយបើតាមយោធាសហរដ្ឋអាមេរិកគឺបានដឹងថាយោធាបានឡើងលើនាវាដឹកប្រេងទី2នៅក្នុងមហាសមុទ្រឥណ្ឌាបន្ទាប់ពីតាមនាវានោះពីសមុទ្រការ៉ាប៊ីនដែលជាកន្លែងដែលត្រូវបានគេសង្ស័យថាបានជួយប្រទេសវេណេស៊ុយឡាឲ្យគេចផុតពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបាទនាវានឹងឈ្មោះថា Veronica ទី3ហើយមានដោតទង់ជាតិប៉ាណាម៉ាហើយនឹងគឺជាលើកទី2ហើយដែលសហរដ្ឋអាមេរិកស្ទាក់ចាប់នៅក្នុងសមុទ្រមហាសមុទ្រឥណ្ឌាបាទក្នុងរយៈពេល1សប្តាហ៍កន្លងមកនេះប្រតិបត្តិការនេះគឺកើតមានឡើងចំពេលដែលមានការបង្ក្រាបរបស់សហរដ្ឋអាមេរិកលើការនាំប្រេងចេញដែលត្រូវបានហាមឃាត់គឺសហរដ្ឋអាមេរិកហាមឃាត់មិនឲ្យនាំប្រេងចេញពីប្រទេសវេណេស៊ុយអេឡាហើយបានដាក់កម្លាំងទៅព័ទ្ធនៅទីនោះបើយោងតាមសេចក្តីរាយការណ៍នេះគឺបានឲ្យដឹងថាសេចក្តីរាយការណ៍បានដកស្រង់នៅសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបញ្ចកោណដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថាបាទចង់រត់ទៅដល់ណាក៏មិនអាចនឹងកិច្ចខ្លួនរួចមិនអាចការពារខ្លួនបានដែរមិនកុំយកសមុទ្រមកធ្វើជាកន្លែងបិទបាំងលាក់បំពួនខ្លួននោះបាទដូច្នេះមកដល់ពេលនេះយ៉ាងហោចណាស់មាននាវាដឹកប្រេងចំនួន7ហើយត្រូវបានសហរដ្ឋអាមេរិករឹបអូសខាត់ចាប់តាំងពីឆ្នាំមុនមកខណៈពេលដែលលោកប្រធានាធិបតីត្រាំគឺឬរដ្ឋបាលលោកប្រធានាធិបតីដូណាល់ត្រាំបាទកំពុងតែផ្លាស់ប្ដូររបៀបដើម្បីគ្រប់គ្រងប្រេងរបស់វេណេស៊ុយអេឡានៅក្នុងបាទសេចក្តីថ្លែងការណ៍ហ្នឹងគឺបានឲ្យដឹងថានាវា Veronica ទី3នេះបច្ចុប្បន្ននេះក៏កំពុងស្ថិតនៅក្រោមទណ្ឌកម្មដែលដាក់ដោយក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកអញ្ចឹងតាមការបញ្ជាក់របស់សេចក្តីថ្លែងការណ៍ហ្នឹងឲ្យដឹងថាបាទទោះបីជានៅទៅដល់ណាក៏ដោយតាមផ្លូវគោកក៏ដោយផ្លូវអាកាសក៏ដោយគឺมันអាចគេចផុតពីការតាមដានរបស់ការតាមប្រមាញ់របស់សហរដ្ឋអាមេរិកបាននោះទេបាទអញ្ចឹងនេះគឺជាការវិវត្តនៅឯសមុទ្រឥណ្ឌាតាក់ទងជាមួយនឹងបន្តពីរឿងនៅវេណេស៊ុយឡាណាបាទ